ចាប់បានឃាតករក្នុងឃាតកម្មដ៏សាហាវមួយសម្រាប់ក្មេងស្រីវ័យ17ឆ្នាំញាត់ក្នុងវ៉ាលីនៅប៉ាតាយាទី27ខែមិថុនាឆ្នាំ2026បុរសជនជាតិអូស្ត្រាលីម្នាក់បានសារភាពថាបានសម្លាប់ក្មេងស្រីអាយុ17ឆ្នាំនៅក្នុងខុនដូប៉ាតាយាមុនពេលយកសាកសពរបស់នាងញាត់ចូលទៅក្នុងវ៉ាលីហើយយកទៅបោះចោលនៅជិតផ្លូវរថភ្លើងប៉ូលីសថៃបានលើកឡើងថាជនសង្ស័យឈ្មោះ Simon Peter Carmen អាយុ46ឆ្នាំត្រូវបានចាប់ខ្លួនដំបូងនៅអាកាសយានដ្ឋានសុវណ្ណភូមិខណៈពេលដែលកំពុងព្យាយាមចាកចេញពីប្រទេសថៃក្រោយមកជនសង្ស័យក៏បាននាំខ្លួនត្រឡប់ទៅទីក្រុងប៉ាតាយាវិញដើម្បីសួរចម្លើយអំឡុងពេលសួរចម្លើយនោះត្រូវបានគេរាយការណ៍មកថាជនសង្ស័យសារភាពបន្ទាប់ពីប្រឈមមុខនឹងភស្តុតាងពី CCTV ប៉ុន្តែបានអះអាងថាហេតុការណ៍នេះបានកើតឡើងអំឡុងពេលជនសង្ស័យវាយប្រតាយប្រតបគ្នាហើយអះអាងថាវាជាករណីការពារខ្លួនបុរសខាងលើដែលជាជនសង្ស័យត្រូវគេចោទប្រកាន់4បទល្មើសរួមមានបទឃាតកម្មដោយចេតនាលាក់បាំងសាកសពនិងបទល្មើសពាក់ព័ន្ធនឹងអនិច្ចជនដែលមិនទាន់គ្រប់អាយុហើយត្រូវបានបញ្ជូនទៅតុលាការ